ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់លេខ1នៅក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង4ខ្ទង់មានត្រាទុកដែលលំហាត់លេខ1របស់យើងគឺគេឲ្យយើងចូលធ្វើប្រមាណវិធីបូកខាងក្រោមចឹងដើម្បីធ្វើប្រមាណវិធីបូកដំបូងយើងត្រូវសរសេរចំនួនឲ្យត្រូវតាមខ្ទង់រួចចាប់ផ្ដើមបូកលេខពីខ្ទង់រាយចឹងយើងឃើញថាលំហាត់អស់នេះគឺគេបានចារៀបឬក៏សរសេរឲ្យត្រូវតាមខ្ទង់រួចហើយអញ្ចឹងយើងគ្រាន់តែចាប់ផ្ដើមបូកមកចាអញ្ចឹងយើងចាប់ផ្ដើមពីលំហាត់អក្សរកអញ្ចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយ7បូក4ចា7បូក4គឺ10 11កាលណា10យើងត្រាទុក1ហើយពេលត្រាទុកគឺយើងមិនត្រាទុកកន្លែងខ្ទង់ដែលយើងបូកទេត្រាទុកមុខខ្ទង់ដែលយើងបូកនឹងមួយខ្ទង់ដូចយើងបូកខ្ទង់រាយអញ្ចឹងពេលត្រាទុកខ្ទង់10តើមកយើងសរសេរលេខ1ចា11យើងសរសេរលេខ1រីឯត្រាទុកគឺយើងត្រាទុក1 10ត្រាទុក1 20ត្រាទុក2 30ត្រាទុក3បន្តអញ្ចឹងទៅបន្ទាប់មកយើងចាប់ផ្ដើមបូកចាខ្ទង់10 1បូកកុំភ្លេចបូកអត្រាទុកហ្នឹងចា1បូក5 6 6និង2 8អញ្ចឹង8អត់មានត្រាទុកទេ8យើងសេលេខ8មកចាប់ពី10ទៅបានយើងត្រាទុកចា2បូក3ឃើញ5យើងសេលេខលេខ5 1បូក1ឃើញ2យើងសរសេរលេខ2តទៀតលំហាត់អក្សរខចាចាប់ផ្ដើមបូកពីខ្ទង់រាយមក3បូក3 6យើងសេលេខ6 6បូក5 11ចា6បូក5 11អញ្ចឹងបើ11យើងសរសេរលេខ1កន្លែងខ្ទង់ដែលយើងបូកនឹងរួចហើយ10យើងត្រាទុក1ត្រាទុកមុខខ្ទង់ដែលយើងបូកមកខ្ទង់ពេលយើងបូកខ្ទង់10ដល់ពេលត្រាទុកខ្ទង់100បន្ទាប់មកយក1បូក5ស្មើ6 6និង2 8យើងសេលេខ5 8 2និង1 3អញ្ចឹងយើងសេលេខលេខ3ចា8អត់មានត្រាទុកណាចាចាប់ពី10ទៅមិនមានត្រាទុកតមកលំហាត់អក្សរគួរ5បូក6 11កាលណា11យើងសរសេរលេខ1បើ12យើងសេលេខ2សេនៅអាក្រោមជួរដែលយើងបូកហ្នឹង11យើងសេលេខ1ហើយយើងត្រាទុក1ត្រាទុកលេខត្រាទុក1មុខខ្ទង់ដែលយើងបូក1ខ្ទង់តមកយើងចាប់បូកមកបូកទាំងត្រាទុកហើយនឹងលេខដែលត្រូវតាមជួរហ្នឹងចាខ្ទង់10ដូចគ្នាហ្នឹងចឹង1បូក7 8 8បូក3 11ចឹង11យើងត្រាទុកទៀតហើយចាប់ពី10យើងត្រាទុកចឹង11យើងសរសេរលេខ1រួចហើយត្រាទុក1ពេលត្រាទុកគឺត្រាទុកមុខ1ខ្ទង់មុខលេខដែលយើងបូកនឹង1ខ្ទង់1បូក5 6 6បូក3 9យើងសរសេរលេខ5 9 3បូក2 5យើងសរសេរលេខ5 5អត់មានត្រាទុកត្រាអីទេ9ក៏អត់មានដែរចាចឹងសិស្សភាគច្រើនក៏ដឹងថាមិនត្រាទុកទេគាត់ចេះថាត្រាទុកអញ្ចឹងយើងចាំទៅថាចាប់ពី10ទៅបានយើងត្រាទុកតទៀតយើងមើលអក្សរខចាអក្សរខ3បូក2 5អញ្ចឹង5យើងសរសេរលេខ5មកចាទៅមក8បូក6 14អញ្ចឹង14យើងសរសេរលេខ4 10យើងត្រាទុក1ពេលត្រាទុកមុខលេខដែលយើងបូកនឹង1ខ្ទង់ចាអញ្ចឹង1បូក6 7 7បូកនឹង5 12យើងសរសេរលេខ2នៅខ្ទង់ដែលយើងបូកនឹងរួចហើយត្រាទុក1 10យើងត្រាទុក1 20យើងត្រាទុក2 1បូក5 6 6បូក3 5 9អញ្ចឹងយើងសេលេខ5 9តទៀតលំហាត់អក្សรง2បូក3 5យើងសេលេខ5 8បូក6 14បើ14យើងសរសេរលេខ4ត្រាទុក1ត្រាទុកមុខលេខដែលយើងបូកនឹង1ខ្ទង់1បូក7 8 8និង4 12យើងសរសេរលេខ2ចា12យើងសរសេរលេខ2រួចហើយយើងត្រាទុក1 1បូក6 7 7និង5 12អញ្ចឹងអានេះអត់មានត្រាទុកអីទៀតទេយើងសរសេរលេខ12នឹងមកដោយសារវាអស់អីបូកហើយបើមានលេខតទៀតយើងត្រាទុកទៀតតែអស់ហើយឃើញ12ដាក់12នឹងមកហើយបើសិស្សខ្លះឃើញ12ក៏ទៅលើត្រាទុកក៏ទៅសេទៅលេខ2អញ្ចឹងអត់ត្រូវណាឃើញប្រហែលអាចុងក្រោយហ្នឹងគឺដាក់ទាំងអស់ហ្នឹងមកឃើញ12ដាក់12ឃើញ13ដាក់13មកចាអញ្ចឹងអ្នកគ្រូកែតា5លំហាត់សិនទេហើយវីដេអូក្រោយអ្នកគ្រូនឹងបន្តទៀតអញ្ចឹងសម្រាប់វីដេអូហ្នឹងចាក៏មានប៉ុណ្្នឹងចាសូមអរគុណច្រើននិងសូមជម្រាបលា